วิธีធ្វើជាអមនស្រោចដំណាំនេះបងដែលជាស្ត្រីមេផ្ទះក៏អាចធ្វើបានដែរដោយសារគ្រឿងផ្សំគឺមាននៅក្នុងផ្ទះបាយទាំងគ្រឿងផ្សំដូចជាពងទាអញ្ចឹងតែគុណភាពពេលដែលទឹកជីនឹងប្រើប្រាស់បានយកទៅស្រោចដំណាំគឺល្អខ្លាំងមែនតើដំបូងគឺយើងត្រូវប្រើពងទាឬក៏ពងមាន់ចំនួន3គ្រាប់រួចប្រើប៊ីចេងចំនួន1ស្លាបព្រាបាយដាក់ចូលនៅក្នុងពងមាន់នឹងហើយប្រើទឹកត្រីចំនួន4ស្លាបព្រាបាយទឹកត្រីម៉ែអីក៏បានដែរបងប្អូនយើងប្រើ4ស្លាបព្រាបាយមកកន្លែងនេះខ្វះតែស្ករមួយមុខទៀតអាចជៀនពងមាន់នឹងបានហើយឡើងតំណងមែនតើហ្មងឃើញអញ្ចឹងណាបងប្អូនតែពេលដែលទឹកជីនឹងគ្រប់អាយុប្រើប្រាស់បានគឺល្អមែនតើសម្រាប់ដំណាំដូចជាស្ពៃឬក៏សាឡាត់អីតើយើងយកពងមាន់ប៊ីចេងនិងទឹកត្រីទៅបាញ់លើដំណាំវាល្អអត់បាទវាល្អណាស់សម្រាប់ដំណាំប៉ុន្តែមានរឿងខ្លះយើងត្រូវដឹងផងដែរពងមាន់ប៊ីចេងហើយនិងទឹកត្រីវាផ្ដល់ប្រូតេអ៊ីនហើយនិងជីវជាតិមែនតែជាតិប្រៃខ្លាំងពេកពីទឹកត្រីអាចជួយឲ្យខូចស្លឹកអញ្ចឹងហើយយើងត្រូវប្រយ័ត្នត្រូវទុកដបនឹងនៅកន្លែងត្រជាក់ហើយអត់មានពន្លិលរយៈពេល7នាទីថ្ងៃត្រូវលាយទឹកឲ្យវាសាបល្អបើដាក់ច្រើនពេកអាចធ្វើឲ្យខ្លោចដំណាំបាន